ហេតុអ្វីបានជាសហរដ្ឋអាមេរិកប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡាមនុស្សជាច្រើនសួរថាហេតុអ្វីបានជាសហរដ្ឋអាមេរិកមានបញ្ហាជាមួយប្រធានាធិបតីវេណេស៊ុយអេឡានីកូឡាស់ម៉ាដូរ៉ូរហូតដល់មានការចាប់ខ្លួនគាត់និងភរិយានាថ្ងៃទី3ខែមករាឆ្នាំ2026នេះចម្លើយមិនមែនសាមញ្ញទេហើយមានទស្សនៈខុសៗគ្នាពីទស្សនៈរបស់សហរដ្ឋអាមេរិកការព្រួយបារម្ភសំខាន់គឺអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរដ្ឋាភិបាលអាមេរិកនិយាយថាការបោះឆ្នោតនៅវេណេស៊ុយអេឡាមិនស្មារភាពនិងមិនយុត្តិធម៌ហើយសម្លេងប្រឆាំងអ្នកសារព័ត៌មាននិងអ្នកតវ៉ាត្រូវបានបង្ក្រាបជាញឹកញាប់ដោយហេតុនេះសហរដ្ឋអាមេរិកជឿថារដ្ឋាភិបាលបច្ចុប្បន្នមិនតំណាងឲ្យឆន្ទៈពិតរបស់ប្រជាជនទេបញ្ហាមួយទៀតគឺវិបត្តិសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាប្រទេសនេះបានប្រឈមមុខនឹងការខ្វះខាតអាហារថ្នាំនិងការងារដែលធ្វើឲ្យប្រជាជនរាប់លាននាក់ត្រូវចាកចេញទៅប្រទេសផ្សេងៗសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនផ្សេងទៀតមើលឃើញថានេះជាបញ្ហាតំបន់ដែលប៉ះពាល់ដល់ប្រទេសជិតខាងផងដែរលើពីនេះទៀតមានកត្តានយោបាយអន្តរជាតិវេណេស៊ុយអេឡាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសដូចជារុស្ស៊ីនិងចិនដែលជាគូប្រជែងរបស់សហរដ្ឋអាមេរិកកត្តានេះធ្វើឲ្យភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងទោះជាយ៉ាងណាក៏មានទស្សនៈផ្សេងទៀតដែរអ្នករិះគន់និយាយថាទណ្ឌកម្មនិងសម្ពាធរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យជីវភាពរបស់ប្រជាជនវេណេស៊ុយអេឡាកាន់តែលំបាកពួកគេជឿថាប្រទេសនីមួយៗគួរតែមានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ខ្លួនដោយមិនមានការជ្រៀតជ្រែងពីបរទេសដូច្នេះបញ្ហានេះមិនមែនមានតែខ្មៅនិងសទេវាពាក់ព័ន្ធនឹងប្រជាធិបតេយ្យសិទ្ធិមនុស្សវិបត្តិសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិការយល់ដឹងពីគ្រប់ភាគីជួយឲ្យយើងឃើញថាហេតុអ្វីបានជាបញ្ហានេះនៅតែស្មុគស្មាញនិងមានការឈ្លោះប្រកែកគ្នា